rồi đóបងបង្ហាញបងតែព្រីភ្លើងដែលមានប្រវែង3ម៉ែត្រទេប៉ុន្តែលើកនេះបងនឹងមកបង្ហាញបងអំពីព្រីភ្លើងដែលមានប្រវែងរហូតដល់5ម៉ែត្រអញ្ចឹងដូចបងបានឃើញអញ្ចឹងប្រវែងរបស់វាគឺវែងមែនតើចំពោះព្រីភ្លើងនេះក៏ខាងបងមានការប្រម៉ូសិនដែរគឺយើងមានការប្រម៉ូសិនបញ្ចុះតម្លៃពិសេសចំពោះការប្រម៉ូសិននេះបងអត់ច្បាស់ថាពេលណាចប់ទេដោយសារតែភាគច្រើននៅពេលដែលផ្ដើមចិត្តអស់ស្តុកគឺការប្រម៉ូសិនហ្នឹងវានឹងមានការប្រែប្រួលទៅតាមនឹងអញ្ចឹងបើចេញពីបងចង់ឲ្យបងទិញឲ្យទៅតោះថាវាមានប្រម៉ូសិនទៅហើយអញ្ចឹងណាបងអញ្ចឹងបងសូមនិយាយអំពីអត្ថប្រយោជន៍នៅពេលដែលបងទិញព្រីភ្លើងនេះយកទៅប្រើប្រាស់ធម្មតាតែទិញតែព្រីភ្លើងគឺគ្រាន់តែយកទៅដោតធម្មតាមិនបាច់ចាំបាច់ព្រីភ្លើងមានមុខងារអស្ចារ្យចេះអស្ចារ្យចោះអីទេតែធម្មតាបងនៅពេលដែលបងមុននឹងទិញអីយ៉ាងហោចណាស់ក៏ដឹងអំពីអត្ថប្រយោជន៍វាពី3មុខដែរព្រីភ្លើងនេះក៏មានចំណុចច្រើនដែរតែបងបដោតទៅលើតែចំណុចសំខាន់ទេទី1នេះគឺព្រីភ្លើងនេះបានភ្ជាប់មកជាមួយនឹងបេតុងសុវត្ថិភាពបេតុងនេះមានសារៈសំខាន់មែនទែននៅពេលដែលបងមានបញ្ហាដូចជាលោតភ្លើងឬក៏មានបញ្ហាដូចជាវាលោតភ្លើងមួយផ្លែតជាទូទៅខ្ញុំឃើញមែនទែនឥឡូវគឺវាអាសាដាច់ភ្លើងហើយបុកមកវិញដាច់ភ្លើងហើយបុកមកវិញអញ្ចឹងវាអាចនឹងប៉ះពាល់ទៅលើព្រីភ្លើងបើសិនជាបងដោតឧបករណ៍ទុកចោលអញ្ចឹងណាបងតែដោយសារតែព្រីភ្លើងនេះគឺបានភ្ជាប់មកជាមួយនឹងបេតុង Intelligent Chip គឺវានឹងកាត់ដាច់ចរន្តនឹងភ្លាមតែម្ដងធ្វើឲ្យមានការផ្ទុះសេខ្សែភ្លើងអីទេអញ្ចឹងចំណុចនេះគឺពិសេសមែនទែនចំណុចទី2ហ្នឹងគឺគេផ្ដោតទៅលើ Child Protective Safety Door ដូចបងបានឃើញអញ្ចឹងបេតុងពណ៌បៃតងនេះគឺគេការពារមិនឲ្យមានក្មេងមានអីលូកចូលទេជាពិសេសតែម្ដងគឺគេផ្ដោតទៅលើក្មេងនេះតែម្ដងមិនបាច់ថាក្មេងជំនាន់ពីមុនឬក៏ជំនាន់ក្រោយទេសូម្បីតែខ្ញុំជាក់ស្ដែងក៏ពេលខ្លះឃើញរុនអញ្ចឹងតំណងលេងចេះលូកទៅអាចនឹងមានបញ្ហាអញ្ចឹងគឺចំណុចនេះគឺគេការពារទៅលើកូនក្មួយរបស់បងប្អូនមែនតើអត់ឲ្យមានបញ្ហាឆក់អីទេហើយចំណុចចុងក្រោយហ្នឹងគឺប្រវែងខ្សែដូចតែបងប្អូនបានបញ្ជាក់មុនហ្នឹងអញ្ចឹងគឺវាមានប្រវែងខ្សែរហូតដល់5ម៉ែត្រហើយគេក៏បានភ្ជាប់មកជាមួយនឹងរុន USB Type A ចំនួន4និង USB Type C ចំនួន2ដែរធម្មតាតែព្រីភ្លើងគឺទិញទៅបានតែព្រីភ្លើងទេប៉ុន្តែព្រីភ្លើងនេះក៏បានភ្ជាប់មកជាមួយនឹងរុន Type C ដូចគ្នាដូចនេះបើសិនជាបងមានតម្រូវការត្រូវការព្រីភ្លើងដែលមានរុនច្រើនសម្រាប់ប្រើឧបករណ៍ច្រើនជាមួយនឹងប្រវែងរហូតដល់5ម៉ែត្រហើយភ្ជាប់មកជាមួយនឹងរុន USB ដែលដាក់បញ្ចូលទូរស័ព្ទអីក៏មិនត្រូវការដុំសាកដែរគ្រាន់តែមានខ្សែមកគឺអាចសាកបញ្ចូលបានទៀតនោះបងមិនគួរមើលរំលងព្រីភ្លើងសុវត្ថិភាពដែលមានប្រវែង5ម៉ែត្រនិងរុន8នេះទេអញ្ចឹងបើសិនជាបងត្រូវការកំងបងអាចបញ្ជាទិញតាមរយៈវីដេអូមួយនេះឬក៏បងអាចចុចនៅលើ link ឬក៏ scan QR ដែលបងបានដាក់នៅលើវីដេអូមួយនេះ